ជំរាបសួរអង្គពុំមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីគ្រឿងសម្លម្ជូរត្រីកញ្ចុះយើងមានត្រីកញ្ចុះមានផលិតហើយនឹងអំពិលមានម្អមមានម្ទេសមានម្ទេសចឹងទៅយើងផ្សំបន្លែទាំងអស់នេះហើយយើងមកចាប់ផ្ដើមដាំទឹកពុះយើងដាក់ពេលដែលទឹកពុះយើងដាក់រំដេងជាមួយនឹងម្ទេសដើម្បីឲ្យវាកាត់ឆ្អាបចឹងទៅពេលដែលយើងដាក់ហើយយើងយកប្រហុកមកចិញ្ច្រាំវាយកមកចិញ្ច្រាំវាចិញ្ច្រាំប្រហុកហើយបន្ទាប់ពីយើងចិញ្ច្រាំប្រហុករួចរាល់ចាំយើងដាក់គ្រឿងមានទឹកត្រីរ៉ឺឌីហើយនឹងអំបិលបន្តិចបន្ទាប់មកយើងដាក់ត្រីចូលរួចរាល់យើងកូរវាតិចថ្នមបានហើយបិទកម្របឲ្យទឹកពុះយើងចិញ្ច្រាំអំបិលទុំយើងហ្នឹងដាក់វាចូលទៅយើងដាក់ម្ជូរមុនដើម្បីឲ្យពេលដែលយើងដាក់ប្រឡិតចូលទៅកុំឲ្យវាខ្មៅទឹកអញ្ចឹងណាបងបន្ទាប់មកទឹកពុះពេលដែលទឹកពុះចាំយើងដាក់ប្រឡិតចូលយើងដាក់បន្លែយើងចូលទៅយើងដាក់បន្លែចូលរួចរាល់យើងកូរវាឲ្យវាដិបជាមួយនឹងទឹកហើយចាំយើងពេលដែលវាពុះអានេះវាឆ្អិននៅពេលដែលវាពុះយើងទុកវាចោលឲ្យវាពុះមើលទៅសិនទៅហើយចាំយើងដាក់ម្អមជាការស្រេចនេះម្ហូបយើងឆ្អិនរួចរាល់ហើយតបមកយើងធ្វើការដួសដាក់ចានមកយើងដួសដាក់ចាននេះបងប្អូនម្ហូបរបស់យើងអរគុណបងដែលបានទស្សនាវីដេអូម្ហូបនេះសម្រាប់ស្លម្ជូរផលិត